សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយដែលសាមញ្ញតែស្លទៅធ្វើយើងហូបឆ្ងាញ់គឺសម្លត្រីរាប់បងប្អូនជាដំបូងយើងត្រូវដាំទឹកបន្ទាប់មកទឹកពុះយើងត្រូវបង់គល់ស្លឹកគ្រៃខ្ទឹមម្ដេងចូលអញ្ចឹងណាបន្ទាប់មកយើងដាក់ល្ពៅអីឲ្យមកងាស់ឲ្យវាផុយទៅចាំយើងចាប់ផ្ដើមប្រហុកចូលដាក់តាមចំនួនបន្ទាប់មកដាក់ផ្សិតយើងមានបន្លែពណ៌ខៀវពណ៌មាននិយាយទៅមានស្លឹកបាសមានស្អំមានផ្ទីមានអីយើងអាចដាក់បានអញ្ចឹងណាហើយខ្ញុំដាក់នេះបន្លែខ្ញុំមានស្លឹកបាសហើយនឹងល្ពៅហើយនឹងស្អំហើយនឹងដាក់លាយផ្សិតទៅបងប្អូនធានាថាឆ្ងាញ់ហូបហើយបាញ់ស្រួលហ្មងម្ហូបនេះហូបហើយដល់មានសុខភាពល្អដោយសារបន្លែច្រើនណានេះខ្ញុំចាប់ផ្ដើមដាក់ស្អំចូលដោយសារចូលចិត្តស្អំដែរអញ្ចឹងដាក់ឲ្យរៀងច្រើនតិចអញ្ចឹងណានេះបងប្អូនយើងដាក់ឲ្យយើងទុកវាមកពុះសិនទៅបន្ទាប់មកយើងចាប់ផ្ដើមទឹកពុះហើយយើងចាប់ផ្ដើមបង់គ្រឿងនេះខ្ញុំបង់ម្សៅស៊ុបមួយស្លាបព្រាអំបិលបច្ចិបស្ករប៊ីចេងបន្ទាប់មកបានខ្ញុំដាក់ទឹកត្រីថែមតិចដើម្បីឲ្យមានរសជាតិរៀងដិតតិចនេះបងប្អូនយើងចាប់ផ្ដើមកូរវាចូលគ្រឿងសពចឹងទៅយើងទុកឲ្យពុះឲ្យបន្លែយើងឆ្អិនហើយចាំយើងដាក់ថែមត្រីចូលត្រីយើងដាក់ក្រួយគេដើម្បីកុំឲ្យត្រីនឹងវាឆ្អិនពេកទៅធ្វើវាផុយសាច់ត្រីចឹងវាបែកអត់សូវឆ្ងាញ់ចឹងយើងដាក់ប៉ុណ្្នឹងទៅយើងទុកមកពុះទៅត្រីឆ្អិនអូខេនេះថែមម្ទេសតិចៗទៅឆ្ងាញ់អរគុណបាយបាយ